នេះគឺជារបៀបដំឡើងប្រើប្រាស់របស់កាមេរ៉ាសុវត្ថិភាព EasyVis S10 ជំហានដំបូងអ្នកនរគ្នាត្រូវ download ជាមួយនឹងកម្មវិធី EasyVis ដែលមាននៅលើ App Store និង Play Store អញ្ចឹងបន្ទាប់ពីអ្នកនរគ្នា download ជាមួយនឹងកម្មវិធីនេះរួចអ្នកនរគ្នាត្រូវបង្កើត account ជាមុនសិនហើយវិធីបង្កើត account ថ្មីអ្នកនរគ្នាត្រូវចូល create new account ហើយយើងចង់បង្កើតជាមួយលេខទូរស័ព្ទដៃរបស់យើងក៏បានបង្កើតជាមួយនឹង email ក៏បានហើយវិធីបង្កើតជាមួយនឹង email អ្នកនរគ្នាត្រូវវាបញ្ចូលជាមួយនឹង email របស់អ្នកនរគ្នារួចអ្នកនរគ្នាត្រូវបង្កើតជាមួយនឹងលេខកូដថ្មីដែលមានចាប់ពី8ខ្ទង់រហូតដល់ទៅ16ខ្ទង់ហើយនឹងត្រូវលាយឡំជាមួយនឹងអក្សរធំអក្សរទូចចំនួនលេខនិង symbol ជាដើមអញ្ចឹងបន្ទាប់ពីបានបំពេញលក្ខខណ្ឌត្រឹមត្រូវបានទាំងអស់វានឹងលោតសញ្ញាគ្រីទៅលើប្រអប់ទាំងពីរនេះតែម្ដងរួចចុចសញ្ញាគ្រីនៅប្រអប់ខាងក្រោមនេះហើយចុចពាក្យ continue ហើយធ្វើការ verify បន្ទាប់មកអ្នកនរគ្នានឹងទទួលបានជាមួយនឹងសារលេខកូដចេញពី email របស់អ្នកនរគ្នារួចធ្វើការបំពេញជាមួយនឹងលេខកូដនោះហើយចុចទៅលើពាក្យ skip គឺជាការស្រេចហើយនេះគឺជាវិធីដែលយើងធ្វើការបង្កើត account ជាមួយនឹងលេខទូរស័ព្ទរបស់យើងដោយអ្នកនរគ្នាចុចទៅលើ icon ទូរស័ព្ទធ្វើការវាបញ្ចូលជាមួយនឹងលេខទូរស័ព្ទដៃរបស់យើងរៀប password វិញគឺមានលក្ខខណ្ឌដូចទៅនឹង email ដែរបន្ទាប់មកចុចគ្រីទៅលើប្រអប់ខាងក្រោមហើយចុចពាក្យ continue រួចយើងធ្វើការ verify រងចាំបន្តិចគឺវានឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងបន្ទាប់មកវាបញ្ចូលលេខកូដដែលយើងបានទទួលចុចពាក្យថា skip គឺជាការស្រេចជំហានដំបូងគឺយើងត្រូវធ្វើការដាក់ជាមួយនឹង memory ចូលជាមុនសិនដែលនេះគឺជា port សម្រាប់ដាក់ memory ហើយមួយនេះគឺជាប៊ូតុងចុច reset ហើយចំពោះការដាក់ memory វិញគឺយើងត្រូវដាក់ memory បែបនេះហើយនៅផ្នែកខាងក្រោមកាមេរ៉ានេះគឺមានជាមួយនឹង QR code ហើយក៏មានបង្កប់ជាមួយនឹងរន្ធខ្សែសាកផងដែរដូច្នេះយើងត្រូវដោតខ្សែសាកចូលទៅកាន់កាមេរ៉ាដែលខ្សែសាកនោះគឺមានក្នុងប្រអប់ស្រាប់ហើយត្រូវរងចាំវាបន្តិចដើម្បីវាដំណើរការបន្ទាប់ពីវាដំណើរការរួចគឺវានឹងឲ្យយើងជ្រើសរើសជាមួយនឹងភាសាបន្ទាប់ពីជ្រើសរើសរួចគឺយើងចុចទៅលើពាក្យ confirm ហើយវានឹងលោតជាមួយនឹង QR code ដើម្បីយើង scan ហើយចំពោះទូរស័ព្ទដៃរបស់យើងវិញអ្នកនរគ្នាត្រូវប្រាកដថាអ្នកនរគ្នាបានភ្ជាប់ជាមួយនឹង Wi-Fi ហើយនឹងបើកជាមួយនឹង Bluetooth បន្ទាប់មកយើងចូលមកកាន់ app EasyVis នៅក្នុងទូរស័ព្ទដៃរបស់យើងរួចចុចទៅលើសញ្ញាបូកចុចទៅលើពាក្យ scan QR code ហើយ scan QR code របស់កាមេរ៉ារួចចុចសញ្ញាគ្រីទៅលើ device is power on រួចចុចទៅលើ next ចុចទៅលើពាក្យថា start ដាក់សញ្ញាគ្រីចុចមកកាន់ next step ធ្វើការជ្រើសរើសជាមួយនឹង Wi-Fi របស់យើងហើយធ្វើការវាបញ្ចូលជាមួយនឹងលេខកូដ Wi-Fi របស់យើងហើយរងចាំបន្តិចដើម្បីឲ្យវាដំណើរការហើយចូលមកកាន់ next ហើយចុចទៅលើប៊ូតុងត្រឡប់ថយក្រោយនៅខាងលើដើម្បីជៀសវាងពីការដាក់ password ត្រង់ចំណុចនេះគឺយើងអាចធ្វើការដាក់ឈ្មោះកាមេរ៉ារបស់យើងក៏បានហើយចុចទៅលើឈ្មោះទីតាំងណាមួយដែលអ្នកនរគ្នាបានធ្វើការដំឡើងហើយចុចទៅលើប៊ូតុង next ដូច្នេះអ្នកនរគ្នាបានធ្វើការ add កាមេរ៉ាចូលទៅកាន់ទូរស័ព្ទដៃរបស់យើងបានដោយជោគជ័យហើយនៅលើកាមេរ៉ារបស់យើងវិញនៅពេលដែលយើងចុចទៅលើមុខងារកាមេរ៉ាវីដេអូគឺយើងអាចធ្វើការចុចខលទៅកាន់ទូរស័ព្ទដៃរបស់យើងបានភ្លាមៗហើយនៅពេលដែលយើងចុចទៅលើមុខងារ setting ហើយចុចទៅលើមុខងារ Bluetooth បន្ទាប់មកយើងចូលទៅកាន់ Bluetooth ក្នុងទូរស័ព្ទដៃរបស់យើងហើយធ្វើការភ្ជាប់ជាមួយនឹង EasyVis Video Call Camera រួចចុចប៊ូតុង pair ទាំងទូរស័ព្ទដៃនិងកាមេរ៉ាដូច្នេះយើងអាចយកកាមេរ៉ាសុវត្ថិភាពមួយនេះធ្វើជា speaker បាននេះបន្ទាប់មកយើងចូលមកកាន់មុខងារ screen ហើយទៅលើ brightness នេះគឺយើងអាចធ្វើការទម្លាក់តម្លើងទៅលើកម្រិតពន្លឺរបស់អេក្រង់ហើយទៅលើ auto sleep interval នេះគឺជាការកំណត់នាទីសម្រាប់ចូលទៅកាន់ sleep mode ហើយចំពោះ screen saver នេះវិញគឺយើងអាចបដូរវាពីអេក្រង់ងងឹតឲ្យទៅជាអេក្រង់ដែលមានរូបភាពវិញនៅពេលដែលវាចូលទៅកាន់ sleep mode បន្ទាប់មកគឺជាមុខងារ volume ចំពោះមុខងារនេះដែរគឺយើងអាចធ្វើការកំណត់ទៅលើការទម្លាក់តម្លើងទៅលើ speaker របស់វាហើយទៅលើមុខងារ haptics នេះវិញគឺជាការបដូរ tone សំឡេងនៅពេលដែលយើងចុចទៅលើអេក្រង់បន្ទាប់មកចូលមកកាន់មុខងារ device info ចំពោះកន្លែងនេះគឺវានឹងបង្ហាញទិន្នន័យរបស់កាមេរ៉ាហើយយើងអាចធ្វើការផ្លាស់ប្ដូរភាសាបានផងដែរបន្ទាប់មកយើងចូលមកកាន់ app នៅលើទូរស័ព្ទដៃអញ្ចឹងនៅពេលដែលយើងចូលមកកាន់កាមេរ៉ាអ្នកនរគ្នានឹងឃើញជាមួយមុខងារផ្សេងៗ
ចំពោះមុខងារ Live View នេះគឺយើងនឹងអាចមើលវីដេអូចេញពីកាន់កាមេរ៉ាភ្លាមៗតែម្ដងទី1អ្នកទាំងអស់គ្នានឹងឃើញជាមួយនឹងសញ្ញា speaker នេះដែលមុខងារនេះគឺយើងអាចធ្វើការបិទនិងបើកទៅលើការស្ដាប់សំឡេងបន្តមកទៀតគឺជាប៊ូតុងបង្វិលដែលមុខងារបង្វិលនេះគឺយើងអាចបង្វិលកាមេរ៉ារបស់យើងបានដល់ទៅ360ដឺក្រេបន្តមកទៀតគឺជាប៊ូតុង microphone ដែលចំពោះប៊ូតុងនេះគឺយើងអាចធ្វើការនិយាយឆ្លងឆ្លើយចេញពីកាន់កាមេរ៉ាភ្លាមៗតែម្ដងហើយចំពោះប៊ូតុងរូបកាមេរ៉ានេះគឺជាប៊ូតុង snapshot ដែលយើងអាចធ្វើការថតរូបចេញពីកាន់កាមេរ៉ាបានភ្លាមៗបន្តមកគឺជាប៊ូតុង video call អញ្ចឹងនៅពេលដែលយើងចុចទៅលើ video call នេះទូរស័ព្ទរបស់យើងនឹងអាច call វីដេអូជាមួយនឹងកាមេរ៉ាដែលយើងអាច call មើលមុខគ្នាដូចទៅនឹងការ call តាមទូរស័ព្ទអញ្ចឹងហើយត្រង់កន្លែងនេះដែរគឺជាប៊ូតុង playback ដែលយើងអាចមើលវីដេអូសារឡើងវិញបានគ្រប់ពេលជាពិសេសអាចធ្វើការផ្លាស់ប្ដូរថ្ងៃខែបានថែមទៀតហើយចូលមកកាន់ interface ខាងក្រៅនេះវិញហើយទៅលើ video call ក៏យើងអាចធ្វើការចុចប៊ូតុងខាងក្រៅនេះបានផងដែរបន្តមកគឺជាមុខងារ message ចំពោះមុខងារនេះគឺយើងអាចមើលពីប្រវត្តិការ call ចេញចូលដែលកាមេរ៉ានេះធ្លាប់បាន call បន្តមកយើងចូលមកកាន់ contact ចំពោះ contact នេះគឺយើងអាចធ្វើការ add ជាមួយនឹងទូរស័ព្ទឬក៏កាមេរ៉ា S10 ដទៃទៀតដើម្បីឲ្យកាមេរ៉ារបស់យើងអាច call តាក់ទងជាមួយបានអញ្ចឹងទៅលើប៊ូតុងទី1នេះគឺយើងអាចធ្វើការ add ជាមួយនឹងទូរស័ព្ទដៃផ្សេងទៀតដែលបានបង្កើតជាមួយនឹង account EasyWiz មិនថាជា email ឬក៏លេខទូរស័ព្ទអញ្ចឹងគឺគ្រាន់តែយើងវាបញ្ចូលជាមួយនឹងលេខទូរស័ព្ទដែលបានបង្កើតជាមួយនឹង account EasyWiz ទៅគឺជាការស្រេចអញ្ចឹងឧទាហរណ៍ថាអ្នកនរគ្នាមានជាមួយនឹង account ផ្សេងទៀតអញ្ចឹងយើងត្រូវវាបញ្ចូលជាមួយនឹង email ឬក៏លេខទូរស័ព្ទរបស់ account មួយទៀតនោះបន្ទាប់មកយើងចុចទៅលើពាក្យ finish គឺជាការស្រេចហើយនេះគឺជាទូរស័ព្ទដែលមានជាមួយនឹង account ផ្សេងអញ្ចឹងដំបូងយើងចូលមកកាន់ event យើងចូលមកកាន់ share the device ហើយចុចសញ្ញា create ដើម្បីទទួលជាមួយនឹងកាមេរ៉ាមួយនេះអញ្ចឹងហើយចំពោះ account មួយទៀតនេះគឺវានឹងអាចប្រើប្រាស់ជាមួយនឹងកាមេរ៉ានេះដែរប៉ុន្តែវាអាចប្រើប្រាស់បានតែមើល live video call និង message តែប៉ុណ្ណោះហើយយើងក៏អាចធ្វើការ call វីដេអូទៅកាន់កាមេរ៉ាឬក៏ call ពីកាមេរ៉ាមកកាន់ទូរស័ព្ទរបស់យើងបន្ទាប់មកគឺជាការ add ជាមួយនឹងកាមេរ៉ា EasyWiz S10 ដទៃទៀតគឺគ្រាន់តែយើងវាបញ្ចូលជាមួយនឹងលេខតួរបស់កាមេរ៉ា S10 ដទៃទៀតគឺយើងអាចធ្វើការប្រើប្រាស់បានហើយដែលចំពោះលេខតួកាមេរ៉ាហ្នឹងគឺយើងអាចស្វែងរកបាននៅខាងក្រោមកាមេរ៉ាហើយនៅលើប្រអប់កាមេរ៉ាជាដើមបន្តមកទៀតគឺជាមុខងារ screen saver setting ចំពោះមុខងារ auto sleep interval នេះគឺជាការកំណត់ពេលវេលាឲ្យអេក្រង់របស់កាមេរ៉ាងងឹតទៅវិញក្នុងលក្ខណៈជា sleep mode ដែលយើងអាចកំណត់ពី10វិនាទីរហូតដល់ទៅ30នាទីឯណោះបន្ទាប់មកគឺជាមុខងារ screen saver ជំនួសពីការធ្វើឲ្យអេក្រង់ងងឹតគឺយើងអាចជំនួសវាទៅជារូបភាពវិញបានហើយយើងអាចធ្វើការកំណត់ពេលវេលារបស់វាដើម្បីចាប់ផ្ដើមប្រើប្រាស់ពីម៉ោងណាដល់ម៉ោងណាដែលយើងអាចកំណត់ឲ្យមានម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់ហើយទៅលើមុខងារ recommend system screen saver នេះគឺវានឹងបង្ហាញរូបភាពពីខាងក្រោមនេះដើម្បីយើងជ្រើសរើសដែលមាននៅក្នុង system ស្រាប់អញ្ចឹងនៅពេលដែលយើងជ្រើសរើសទៅលើរូបភាពណាមួយនៅពេលដែលអេក្រង់កាមេរ៉ារបស់យើងស្ថិតនៅក្នុង sleep mode គឺវានឹងបង្ហាញជាមួយនឹងរូបភាពនេះភ្លាមតែម្ដងពិសេសយើងអាចធ្វើការដាក់ជាមួយនឹងរូបភាពរបស់យើងបានដូចគ្នាដោយគ្រាន់តែយើងចូលទៅកាន់មុខងារ custom screen saver រួចធ្វើការជ្រើសរើសជាមួយរូបភាពរបស់អ្នកទាំងអស់គ្នាអញ្ចឹងកាមេរ៉ារបស់យើងនឹងធ្វើការបង្ហាញជាមួយរូបភាពរបស់យើងភ្លាមៗតែម្ដងបន្ទាប់មកគឺជាមុខងារ call settingចំពោះមុខងារ auto call connection នេះបានន័យថាកាមេរ៉ារបស់យើងនឹងទទួល call ភ្លាមនៅពេលដែល account លេខខាងក្រោមនេះធ្វើការ call វីដេអូទៅដូច្នេះយើងឃើញថាកាមេរ៉ារបស់យើងនឹងទទួល call ភ្លាមដោយមិនចាំបាច់ចុចទទួលក៏ប៉ុន្តែបើសិនជាយើងបិទជាមួយមុខងារនេះវិញនោះកាមេរ៉ារបស់យើងនឹងតម្រូវឲ្យយើងចុចលើកសិនមុននឹងធ្វើការ call វីដេអូបន្តមកទៀតនៅពេលអ្នកនរគ្នាចូលមកកាន់ setting នៅខាងលើនោះអ្នកនរគ្នានឹងឃើញជាមួយនឹងមុខងារ intelligent detection ដែលនៅក្នុងនោះគឺមានជាមួយនឹងមុខងារ AI ផ្សេងដែលអ្នកនរគ្នាអាចធ្វើការជ្រើសរើសដើម្បីជ្រើសរើសមុខងារណាមួយអ្នកនរគ្នាគ្រាន់តែចុចទៅលើពាក្យ apply គឺជាការស្រេចហើយបន្ទាប់ពីយើងជ្រើសរើសប្រើប្រាស់រួចយើងក៏អាចធ្វើការកំណត់ជាមួយនឹងមុខងារនោះបានផងដែរចំពោះមុខងារ human shape detection ចំពោះមុខងារនេះគឺជាមុខងារ AI ដែលវាអាចធ្វើការសង្កត់ចំពោះមនុស្សដូច្នេះហើយពេលដែលយើងចូលមកកាន់មុខងារនេះយើងក៏អាចធ្វើការបិទឬក៏បើកជាមួយនឹងមុខងារនេះឡើងវិញបានផងដែរហើយចំពោះមុខងារ image chain detection នេះគឺជាមុខងារចាប់យកសកម្មភាពដែលមានចលនាដែលមុខងារនេះគឺយើងអាចធ្វើការបិទឬក៏បើកហើយទៅលើមុខងារ detection area គឺជាមុខងារមួយដែលយើងអាចឲ្យវាកំណត់តំបន់ដើម្បីធ្វើការចាប់សកម្មភាពហើយនឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទរបស់យើងហើយចូលមកកាន់មុខងារ detection sensitivity ដែលមុខងារនេះដែរគឺយើងអាចធ្វើការកំណត់ទៅលើកម្រិតការចាប់របស់វាដែលយើងអាចកំណត់កម្រិតឲ្យវាចាប់បានខ្សោយជាងមុនចាប់ធម្មតានិងកម្រិតចាប់ខ្ពស់ជាងមុនបន្ទាប់មកចូលមកកាន់មុខងារ pet detection ដែលមុខងារនេះគឺជាមុខងារសម្គាល់សត្វចិញ្ចឹមបន្ទាប់មកចូលមកកាន់មុខងារ abnormal sound ចំពោះមុខងារនេះគឺជាមុខងារដែលចាប់សំឡេងមួយប្រកបដីដែលយើងអាចបញ្ជាបិទឬក៏បើកដែលការចាប់យកសំឡេងវិញគឺវាអាចសម្គាល់ជាមួយនឹងសំឡេងក្មេងយំ
បន្តមកទៀតគឺយើងចូលមកកាន់ notification ចំពោះមុខងារ receive device message នេះនៅពេលដែលយើងបើកមុខងារនេះគឺយើងទទួលបានសារពីកាមេរ៉ាមួយនេះហើយចំពោះ4មុខងារនៅខាងក្រោមនេះគឺជាមុខងារ AI ដែលយើងអាចធ្វើការបើកវាដើម្បីទទួលបានសារផងដែរឧទាហរណ៍បើសិនជាយើងបិទជាមួយមុខងារ abnormal sound នេះដូច្នេះនៅពេលដែលវាចាប់បានសម្លេងបំប្រកក្តីគឺវានឹងមិនផ្ញើសារមកកាន់ទូរស័ព្ទរបស់យើងឡើយហើយចំពោះមុខងារ device message interval នេះគឺជាមុខងារដែលយើងអាចធ្វើការកំណត់ទៅលើពេលវេលារកការទទួលសារបានម្ដងដែលយើងអាចធ្វើការទទួលសាររៀងរាល់1នាទីម្ដងឬក៏រហូតដល់30នាទីម្ដងឯណោះហើយចំពោះមុខងារ device reminder plan នេះគឺជាមុខងារកំណត់ពេលវេលាក្នុងការទទួលសារដែលយើងអាចបើកទទួលសារគ្រប់ពេលវេលាជាពិសេសអាចធ្វើការ customize ទៅលើពេលវេលាណាមួយជាក់ស្ដែងដូចជាអាចបើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយនឹងមានពេលវេលាចាប់ផ្ដើមនិងពេលវេលាបញ្ចប់បន្តមកទៀតយើងចូលមកកាន់មុខងារ audio setting ចំពោះមុខងារ audible notification នេះនៅពេលដែលយើងចុចទៅលើមុខងារ intensive រាល់ពេលដែលវាចាប់បានសកម្មភាពណាមួយគឺវានឹងលុតជាស្រែមភ្លាមហើយទៅលើមុខងារ soft នៅពេលដែលវាចាប់បានសកម្មភាពណាមួយគឺវាគ្រាន់តែលើកសំឡេងទាបមួយតែប៉ុណ្ណោះហើយចំពោះមុខងារ custom sound នេះគឺយើងអាចធ្វើការបញ្ចូលសំឡេងរបស់យើងចូលទៅកាន់កាមេរ៉ាបានផងដែរហើយទៅលើមុខងារ configure audible warning វិញគឺយើងអាចធ្វើការកំណត់ពេលវេលាទៅលើការបញ្ចេញសំឡេងរបស់វាដែលយើងអាចកំណត់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យនិងពេលវេលាជាក់លាក់ណាមួយបន្តមកគឺជាមុខងារ haptics ចំពោះមុខងារនេះដែរគឺជា tone សំឡេងនៅពេលដែលយើងចុចទៅលើអេក្រង់កាមេរ៉ាបន្តមកចូលមកកាន់មុខងារ image setting នៅពេលដែលយើងបើកជាមួយនឹងមុខងារ WDR នោះវានឹងធ្វើរូបភាពរបស់យើងកាន់តែមានភាពដិតជាងមុនហើយចំពោះ image style វិញចំពោះ original គឺជា color ធម្មតាហើយទៅលើមុខងារ soft វិញគឺវាធ្វើរូបភាពរបស់យើងមានពណ៌ស្រាលជាងមុនហើយចំពោះ vivid វិញគឺវានឹងធ្វើរូបភាពមានភាពដិតពណ៌ជាងមុនបន្តមកចូលមកកាន់ day and night switch នៅពេលដែលយើងចុចមកកាន់ auto recommend គឺវានឹងធ្វើការផ្លាស់ប្ដូរមុខងារមើលពេលយប់ដែលស្វ័យប្រវត្តិហើយយើងអាចធ្វើការផ្លាស់ប្ដូរជាមួយកម្រិតពន្លឺរបស់វាបានផងដែរហើយទៅលើមុខងារ enforcing day mode គឺវានឹងធ្វើការបិទជាមួយនឹងមុខងារ IR មើលពេលយប់គឺវានឹងបាញ់ពន្លឺ IR និងមើលជាសខ្មៅភ្លាមៗតែម្ដងបន្តមកចូលមកកាន់មុខងារ screen setting ចំពោះមុខងារ brightness វិញគឺយើងអាចធ្វើការទម្លាក់និងតម្លើងជាមួយកម្រិតពន្លឺរបស់អេក្រង់ហើយទៅលើមុខងារ auto sleep interval វិញគឺយើងអាចធ្វើការកំណត់នាទីសម្រាប់ឲ្យអេក្រង់របស់យើងចូលទៅកាន់ sleep mode បន្តមកចូលមកកាន់ PT setting នៅពេលដែលអ្នកទាំងគ្នាបើកជាមួយនឹងមុខងារ human tracking កាមេរ៉ារបស់យើងនឹងធ្វើការងាររេតាមសកម្មភាពមនុស្សភ្លាមៗតែម្ដងបន្តមកទៀតចូលមកកាន់មុខងារ record list ចំពោះមុខងារ event recording នេះគឺវានឹងធ្វើការ set ទុកវីដេអូនៅពេលដែលវាចាប់បានសកម្មភាពតែប៉ុណ្ណោះដែលយើងអាចបើកជាមួយនឹងមុខងារ AI ណាដែលយើងតម្រូវវាថតយកសកម្មភាពហើយចំពោះមុខងារ 24 hour recording វិញគឺវានឹងថតយកសកម្មភាព24ម៉ោងតែម្ដងមួយវិញទៀតបើសិនជាអ្នកទាំងគ្នាចង់ផ្លាស់ប្ដូរជាមួយនឹង Wi-Fi អញ្ចឹងអ្នកទាំងគ្នាចូលមកកាន់ network setting រួចចុចមកកាន់ Wi-Fi ចុចទៅលើពាក្យ start ចុចគ្រីក្នុងប្រអប់រួចចុច next step នេះគឺវានឹងធ្វើការ scan រកជាមួយនឹង Wi-Fi ដែលនៅជិតនោះដូច្នេះអ្នកទាំងគ្នានឹងឃើញជាមួយនឹង Wi-Fi ដែលអ្នកទាំងគ្នាចង់ភ្ជាប់ចំពោះករណីបើសិនជាកាមេរ៉ារបស់អ្នកទាំងគ្នាមានការ error អ្វីមួយចឹងអ្នកទាំងគ្នាចុចចូលមកកាន់ពាក្យ restart device រួចចាំវាបំភ្លេចគឺវានឹងធ្វើការដំណើរការឡើងវិញមួយវិញទៀតបើសិនជាក្នុងករណីកាមេរ៉ារបស់អ្នកទាំងគ្នាលោតពី offline ដូច្នេះយើងត្រូវចុចទៅលើ tray 3ខាងក្រោមចុចទៅលើពាក្យ device setting ចុចទៅលើពាក្យ delete device ចុចទៅលើពាក្យ OK អញ្ចឹងហើយកាមេរ៉ារបស់យើងគឺនឹងត្រូវបានលុបចេញហើយដើម្បីដំណើរការវាឡើងវិញគឺយើងត្រូវចុចទៅលើប៊ូតុង reset ហើយធ្វើការរងចាំវាបន្តិចដើម្បីវាដំណើរការនៅពេលដែលវាដំណើរការរួចគឺវានឹងឲ្យយើងជ្រើសរើសជាមួយនឹងភាសាម្ដងទៀតហើយវានឹងបង្ហាញជាមួយនឹង QR code ដើម្បីយើង scan បន្តមកចូលទៅកាន់ទូរស័ព្ទដៃរបស់យើងចុចសញ្ញាបូកចុចទៅលើពាក្យ scan QR code ហើយ scan ជាមួយនឹង QR code រួចចុចទៅលើពាក្យ add ហើយចុចទៅលើពាក្យ next ហើយចុចថយក្រោយមួយដើម្បីជៀសវាងពីការដាក់ password តែប៉ុណ្្នេះគឺយើងអាច add កាមេរ៉ាម្ដងទៀតបានហើយ